ในมัทโธรัตนัตยสะรีขยมประกาศนาโสมในมาสกาลมเอากายวิจาจัดจมปัวกลประไตรรอดเวียนประปดประทวนนังประซองดอยสิกไดกรบรอบอ่านและขวงขปัวហើយសូមពិពណ៌នាអំពីអានិសង្ស30យ៉ាងពិស្ដារដែលមានរឿងជាសំអាងប្រកបទៅដោយសំអាងផងដោយខាងមុខពិពណ៌នាអំពីអានិសង្សផ្លូវថ្នល់ហ្នឹងគេលើកដីឲ្យខ្ពស់ជាដីធម្មតាឲ្យផុតពីភក់ល្បាប់មានបណ្ដោយឬក៏តតឹងនឹងល្មមប្រទេសតូចធំជ្រៀតគ្នាទៅមុខបានឆ្លងកាត់ពីទី1ទៅកាន់ទៅទី1កាត់ពីភូមិស្រុកចូលទៅវត្តអារាមជាដើមសម្រាប់ឲ្យមនុស្សម្នានឹងមហាជនចរាចរជាផ្លូវសាធារណៈតាមភ្ជនជាអ្នកក្នុងភាសាបាលីហៅថាវិថីភាសាខ្មែរហៅថាថ្នល់តាមអត្ថៈគឺជាផ្លូវគមនាគមន៍នាំឲ្យអ្នកដំណើរនឹងធ្វើដំណើរដោយជើងឬដោយយានជំនិះមានយានយន្តរទេះគោសេះកង់កបីឡានអីជាដើមនឹងទៅតាមបានដោយស្រួលធ្វើដំណើរឲ្យមានសុខសប្បាយដោយស្រួលទាំងផ្លូវកាយផ្លូវចិត្តមិនមានកលុកធ្វើឲ្យលំបាកអាល័កនៅប្រការណាមួយឡើយបើលើកហើយក្រាលថ្នល់ចាក់កៅស៊ូស្អាតបាតក៏រឹតតែស្រួលហើយបើដាំឈើជាម្លប់តាមចិញ្ចើមដងផ្លូវនោះទាំងសង្ខារផងទៀតក៏រឹតតែម្លប់ត្រជាក់ស្រួលដល់អ្នកដំណើរក្រៃពេកជនដែលបានធ្វើផ្លូវថ្នល់ឲ្យសាធារណជនធ្វើដំណើរបានសុខស្រួលសុខសប្បាយនោះបានឈ្មោះថាអ្នកឲ្យសេចក្តីសុខដល់អ្នកដទៃជនដែលបានធ្វើផ្លូវថ្នល់ឲ្យសាធារណៈហ្នឹងគឺឈ្មោះថាឲ្យសេចក្តីសុខដល់អ្នកដទៃបានទាំងសុខគេហើយសុខយើងដែលនៅក្នុងភាសាបាលីហ្នឹងអនុមោទនាគាថាចែងថាសុខសៈទាតាមេធាវីសុខាំងសោអធិកាចតិដែលប្រែថាជនដែលមានប្រាជ្ញាណាមួយបានឲ្យសេចក្តីសុខដល់អ្នកដទៃជននោះឯងតែងនឹងបានជួបប្រទះនឹងសេចក្តីសុខជាដរាបចឹងបាទអាត្មាលើកឡើងថាការឲ្យសេចក្តីសុខដល់អ្នកដទៃក៏បានផលតបស្នងគឺសុខសប្បាយខ្លួនយើងផងដែរការសាងផ្លូវថ្នល់សម្រាប់ឲ្យសាធារណជនធ្វើដំណើរទៅមកស្រួលបានឈ្មោះថាឲ្យសេចក្តីសុខដ៏ធំទូលាយដល់មហាជនទូទៅអ្នកដែលមានចិត្តប្រកបទៅដោយមេត្តាករុណាបានសេចក្តីសុខដល់គេនោះតែនឹងបានសម្បត្តិសុខដ៏ធំទូលាយក្នុងមនុស្សលោកនិងក្នុងទេវលោកពិតប្រាកដបំខានមួយទៀតការដែលសាធុជនបានលះសេចក្តីសុខដ៏ខ្លីរបស់ខ្លួនឯងជាឯកជនហើយស៊ូអត់ដំណេកស្រែកអង្គុយយកកម្លាំងកាយទៅខ្វល់ខ្វាយធ្វើផ្លូវថ្នល់ឲ្យសាធារណជនធ្វើដំណើរស្រួលបានឈ្មោះថាលះសុខតូចដូរយកសុខធំឬក៏លះសុខខ្លីដូរយកសុខវែងជាពិតប្រាកដត្រូវតាមពុទ្ធភាសិតគាថាក្នុងធម្មបទខត្តកនិកាយថាមេត្តាសុខៈបរិច្ចាគាបសេជេវិពលੰសុខੰបច្ចេមត្តាសុខੰធិរោសម្បសੰវិពលੰសុខੰដែលប្រែថាបើជនដែលបានឃើញនៅសេចក្តីសុខដ៏ធំទូលាយហើយបានលះបង់នៅសេចក្តីសុខតូចតែបានសេចក្តីសុខដ៏ធំទូលាយដូច្នោះហើយឃើញថាសាធុជនដែលបានសាងផ្លូវថ្នល់ជាសាធារណៈ
ឲ្យជនទូទៅបានធ្វើដំណើរសុខស្រួលនោះប្រកាសជាបានជួបប្រទះនឹងសម្បត្តិសុខដ៏ធំទូលាយពិតប្រាកដពុំខានដូចនិទានតទៅនេះរឿងមេឃមានណបរឿងមេឃមានណបហ្នឹងយ៉ាក្នុងកាលដ៏កន្លងទៅហើយហ្នឹងមានមេណបម្នាក់ឈ្មោះមេឃនៅស្រុកមួយជាមនុស្សមាននិស្ស័យចូលចិត្តខាងការធ្វើផ្លូវចរាចរណ៍ឲ្យសាធារណជនហ្នឹងធ្វើដំណើរទៅមកសុខស្រួលគាត់បបួលជនដែលមាននិស្ស័យត្រូវគ្នាបាន32នាក់រួមទាំងខ្លួនគាត់ផងជាហ្នឹង33នាក់ឯងបូកគាត់ម្នាក់ទៀតនាំគ្នាធ្វើថ្នល់តម្រង់ទៅរាជធានីកាលធ្វើទៅហើយទោះបីជាមានឧបសគ្គដោយត្រូវគៀមភោជនមេស្រុកហ្នឹងចោទប្រកាន់ថាជនទាំង33នាក់នោះរួមគំនិតគ្នាធ្វើថ្នល់ប្រាថ្នាទៅវាយទីក្រុងមេស្រុកហ្នឹងអត់ respect ទេបែរជាចោទប្រកាន់វិញដើម្បីដណ្ដើមរាជស្ដេចចោទប្រកាន់ថាធ្វើថ្នល់ដើម្បីស្រួលវាយលុកទៅកាន់រាជធានីទៅវិញគិតខុសផ្លូវខុសគេហាមឃាត់យ៉ាងណាក៏មិនចេះតែនៅតែចេះតែធ្វើជន33នាក់នោះទោះបីជាគេហាមឃាត់ចោទប្រកាន់មិនក៏ដោយក៏នៅតែធ្វើលុះឃាត់មិនស្រាប់គៀមភោជននោះនាំសេចក្តីនោះទៅប្តឹងទៅរាជការនាំទៅប្តឹងទៅថ្នាក់លើក៏ចាប់ជនទាំងនោះមកដេញតម្រៀបគ្នាលើផែនដីបដំរីឲ្យជាប់វេលានោះមានណបជាមេនោះបានប្រាប់ជនទាំង32នាក់ឲ្យផ្សាយមេត្តាដល់ដំរីក៏បានអាណិតជនទាំងនោះមិនហ៊ានជន់ទេគេយកទៅត្រៀបគ្នាទាំង33នាក់ហ្នឹងដើម្បីឲ្យដំរីជន់ក៏តែជនទាំង33នោះបានផ្សាយមេត្តាដល់ដំរីមិនហ៊ានជន់ទោះបីគេក្របកន្ទេលចិត្តបិទបាំងឲ្យដំរីមិនឲ្យដំរីឃើញណាគេបិទឲ្យចិត្តកុំឲ្យឃើញមនុស្សក៏ដំរីមិនហ៊ានជន់ដែរព្រះជាយល់សេចក្តីអស្ចារ្យដូច្នោះក៏ទ្រង់សួរបញ្ជាក់ថាដែលអ្នកទាំងអស់គ្នានាំគ្នាធ្វើផ្លូវហ្នឹងចូលមកទីក្រុងមានគោលបំណងអ្វីតើប្រាថ្នាដណ្ដើមរាជមែនឬមាននបក្រាបទូលថាមិនមែនទេប្រាថ្នាដណ្ដើមរាជនោះទូលបង្គំមិនមានបំណងដូច្នោះទេដែលហេតុធ្វើផ្លូវហ្នឹងគឺដើម្បីឲ្យស្រួលជនដតីហ្នឹងធ្វើដំណើរទៅកាន់បរិធានីមិនឲ្យអ្នកដំណើរទៅមករកទទួលបរិជ្ជទានចិញ្ចឹមជីវិតបានសុខស្រួលព្រះជាទ្រង់ជឿថាពិតដូច្នោះក៏ទ្រង់បរិជ្ជទានដំរីជាយានចំណេះសម្រាប់អ្នកទាំង33នាក់នោះធ្វើជាការជានិច្ចកាលអ្នកទាំងនោះក៏រឹតតែមានកម្លាំងចិត្តធ្វើការដោយពេញកិត្តិយសតទៅបន្ទាប់ពីនោះមកមេឃមានណបចាប់ផ្ដើមធ្វើសាលានៅត្រង់ពាក់កណ្ដាលផ្លូវចំកណ្ដាលសម្រាប់សាធារណជនហ្នឹងអ្នកធ្វើដំណើរជ្រកអាស្រ័យមេឃមានណបនោះមានភរិយា4នាក់ឈ្មោះនាងសុជាតា1នាងសុធោមា1នាងសុនន្ទា1នាងសុចិត្រា1ភរិយាទាំង4នាក់នោះនាងសុជាតាជាភរិយាដើមមិនវវក់ក្នុងការធ្វើថ្នល់នឹងសាលានោះបន្តិចសោះដោយគិតថាប្តីធ្វើហើយមុខជាបានផលដល់ខ្លួនដែរព្រោះសម្បត្តិរួមគ្នាហើយនាងទាំង3នាក់ក្រៅពីនោះគេខប់
ខំប្រឹងរកឱកាសធ្វើបុណ្យអ្វីដែលនាំឲ្យតាក់ទងនឹងស្វាមីគឺនាងសុនន្ទាដាំដើមឈើធ្វើឲ្យស្រួលធ្វើសួនច្បារក្បែរសាលាសម្រាប់ជាម្លប់និងជាលម្អឲ្យសាធារណជនហ្នឹងអ្នកធ្វើដំណើរទៅមកមើលទៅស្រស់ស្អាតអ្នកដំណើរដើរមើលលេងកម្សាន្តនាងសុចិត្រាវិញជីកស្រះមានទឹកថ្លាស្អាតដាំឈូករលិតរំចង់អីជាដើមហ្នឹងសម្រាប់សាធារណជនបរិភោគនិងងូតទឹកតាមសបាយឯនាងសុធម្មាមានប្រាជ្ញាជាងគេនាងគិតរកឱកាសចូលបុណ្យក្នុងសាលានោះហើយឲ្យបានឈ្មោះថាជាសាលារបស់នាងផងនាងនិយាយនឹងជាងធ្វើសាលានោះថាសូមជាងធ្វើហោជាងឲ្យខ្ញុំមួយឆ្លាក់ឈ្មោះសុធម្មាភ្ជាប់នឹងហោជាងនោះបិទមាត់ច្រកបិទក្រហមឆ្អៅដល់ពេលលើកចវាធ្វើបើប្តីខ្ញុំឲ្យយកហោជាងមកដាក់សូមជាងប្រាប់ថាមិនទាន់ធ្វើបើគាត់ឲ្យធ្វើប្រាប់គាត់ថាឈើថ្មីមិនល្អទេលុះតែរកទិញហោជាងគេស្រាប់ទៅបានល្អបើគាត់ឲ្យរកទិញជាងតម្រូវមករកខ្ញុំនឹងឲ្យគេយកទៅដាក់លុះដល់ពេលលើកហោជាងក៏ប្រាប់មេណបតាមដំណើរនោះមេណបឲ្យរកជាងទៅរកទិញហើយត្រឡប់មកវិញនឹងប្រាប់នាងសុធម្មាមេណបសំទិញនាងពំលក់នាងថាសុំចូលបុណ្យផងមេណបមិនចង់ឲ្យស្ត្រីនឹងចូលបុណ្យក្នុងសាលានោះទេព្រោះមិនចង់ឲ្យជួបនឹងភរិយាទាំង3នោះក្នុងជាតិខាងមុខទៀតតែជាងចេះតែបង្ខំឲ្យយកមីណបទ្រាំពំបានក៏ទទួលយកទៅលុះលើកចវាយនោះមកហើយឃើញឈ្មោះនាងសុធម្មាយ៉ាងខ្ពស់ត្រដែតតាំងពីលើចវាឡើងសាលានោះបានឈ្មោះថាសាលាសុធម្មារហូតមកដោយអំណាចផលនៃការសាងផ្លូវថ្នល់ជីកស្រះនិងធ្វើសួនច្បារបណ្ដាឲ្យជនទាំងនោះគឺមេឃមេណបនាងសុធម្មាសនន្ទាសុចិត្រាព្រមទាំងជន32នាក់ដែលបានរួមចិត្តគ្នាសាងក៏មេឃមេណបបានទៅកើតជាព្រះឥន្ទស្ដេចទេវតានៅត្រៃព្រឹកសួគ៌ជនទាំង32នាក់បានទៅកើតជាទេវបុត្រ32រូបគ្រប់គ្នាដែលជាមិត្តសម្លាញ់ដំរីបានកើតជាដំរីលៃរាវណ្ណៈជាយានជំនិះព្រះឥន្ទឋាននោះបានឈ្មោះថាឋានត្រៃព្រឹកប្រែថាឋាន33តាំងពីត្រឹមនោះមកនាងភរិយា3នាក់គឺនាងសុធម្មានន្ទាសុនន្ទានិងនាងសុចិត្រាក៏បានទៅកើតជាទេពធីតាក្នុងឋាននោះដែរនៅមានឈ្មោះថាសុធម្មាសុនន្ទានិងសុចិត្រាដដែលដោយអំណាចបុណ្យដែលនាងទាំង3នាក់បានសាងឋានត្រៃព្រឹកក៏មានទេវសភាជាទីប្រជុំទេវតាក្នុងឋាននោះឈ្មោះថាសុធម្មាមានសួនច្បារឈ្មោះនន្តវ័នមានព្រៃឈ្មោះចិត្តតាវ័នសម្រាប់ទេវតានៅឋាននោះកំសាន្តសប្បាយឯនាងសុជាតាដោយមិនបានសាងអ្វីនឹងគេសោះហ្នឹងទៅកើតជាសត្វកុកញីនៅឯជ្រុះភ្នំ
គឺនាងមិនបានរួមចំណែកចូលជួយធ្វើគេណាមួយទេចឹងទៅបានទៅកើតជាសត្វដេរឆានវេលាមេឃមីណបបានទៅកើតជាព្រះអិនហើយទ្រង់ពិនិត្យមើលឃើញនាងទាំង3នាក់មកកើតជាមួយផងបាត់តែនាងសុជាតាហើយទ្រង់រពឹងមើលទៅទ្រង់ជ្រាបថានាងសុជាតាហ្នឹងទៅកើតជាកុកញីព្រះអិនបានទៅប្រដៅនាងកុកឲ្យកាន់សិល5ហើយនាងបានទៅកើតជាកូនស្មូនឆ្នាំងវេលាទៅកើតជាកូនស្មូនឆ្នាំងព្រះអិនបានទទួលមានឲ្យកាន់សិលទៀតហើយនាងកូនស្មូនឆ្នាំងនោះគឺនាងសុជាតាបានទៅកើតជាទេបុត្រីព្រះបាទវេបច្ឆតិជាស្ដេចអសុរោះនៅជើងភ្នំព្រះសុមេឈ្មោះនាងសុជាតាលុះនាងធំពេញរូបពេញរាងឡើងនឹងព្រះបាទវេបច្ឆតិធ្វើពិធីប្រជុំពួកអសុរោះដើម្បីរើសប្តីឲ្យនាងគឺឲ្យនាងសុជាតានឹងបោះភួងផ្កាទៅត្រង់អសុរោះណាដែលនាងស្រឡាញ់ព្រះអិនទៅបង្ខំឲ្យអសុរោះចាស់ទៅបង្ខំបន្លំធ្វើជាអសុរោះចាស់ក្នុងចំណោមពពួកអសុរោះក្មេងៗដែលប្រឡងវាសនានោះហេតុតែនាងធ្លាប់ជាភរិយាព្រះអិនកាលនៅជាមេឃមីណបពីមុនមកនាងក៏លេចឃើញអសុរោះចាស់ក៏ស្រឡាញ់ហើយតាជាប្តីប្រពន្ធជាអតីតជាតិក៏ស្រឡាញ់ហើយក៏បោះភួងផ្កាទៅឲ្យតានោះតាអសុរោះចាស់ក៏ចាប់ភួងផ្កាហើយយកនាងអសុរោះកញ្ញានោះហោះទៅឋានត្រៃព្រឹកទៅនៅជាសុខក្នុងទីនោះរហូតទៅដល់សព្វថ្ងៃនេះហើយជាអានិសង្សនៃការកសាងផ្លូវថ្នល់ណានិយមហើយបានសុខស្រួលដល់សាធារណជនតែងបានសេចក្តីសុខដល់ខ្លួនវិញដែលត្រូវតាមកន្លងព្រះពុទ្ធភាសិតថាសុខសៈទាតាមេធាវីសុខੰសោអធិកច្ឆតិជនដែលមានប្រាជ្ញាណាបានឲ្យសេចក្តីសុខដល់អ្នកដទៃជននោះឯងរមែងបានជួបប្រទះនឹងសេចក្តីសុខចឹងអានិសង្សនៃការកសាងថ្នល់នេះចប់តែប៉ុណ្ណេះជាចុងក្រោយសូមប្រគេនពរដល់បកណាគ្រប់ព្រះអង្គទាំងទីចិត្តឆ្ងាយនិងជូនពរដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់ឲ្យបានសុខសប្បាយសុខចម្រើននិងជួបប្រទះពុទ្ធពរទាំងឡាយ5ប្រការគឺពររបស់ព្រះពុទ្ធគឺអាយុវណ្ណៈសុខៈពលៈនិងបដិភិនៈកំបីឃ្លាតឡើយធម្មទេសនាថ្ងៃនេះពីអានិសង្សនៃការកសាងថ្នល់សូមបញ្ចប់តែប៉ុណ្ណេះអេវ៉ាំង